រៀនហើយឯងពោគឺមិនចាមិនទៅកតេមីនេះក៏រៀនហើយដែរមិនទៅកតេប៉ុន្តែពេលខ្លះគេនិយាយពោពេលខ្លះគេនិយាយមីអត់ដឹងថានិយាយមួយណាទេឥឡូវយើងមកឲ្យយល់ទាំងអស់គ្នាមិញក៏គ្រូបានយល់ប្រាប់ដែរអញ្ចឹងបានយល់ទាំងអស់គ្នាពោមិនទៅកតេប្រើនៅក្នុងអនាគតកាលបញ្ជាក់ប្រាប់យើងថាមិនបានធ្វើអ្វីមួយចឹងយើងដំបងត្រូវដឹងសិនពីអនាគតកាលមានតែមិនពាក្យតែរឿងរ៉ាវដែលមិនទាន់កាត់ឡើងអនាគតកាលគឺជារឿងរ៉ាវដែលមិនទាន់កាត់ឡើងមកអីម៉ៃមិនទៅកទេដែរប្រើនៅក្នុងអតីតកាលបញ្ជាក់ប្រាប់ថាមិនបានធ្វើអ្វីមួយមិនបានធ្វើរឿងអ្វីមួយអញ្ចឹងអនាគតកាលគឺជារឿងដែលមិនទាន់កាត់ឡើងមិនថា1នាទីតិចទៀត1នាទីតិចទៀតហ្នឹងក៏យើងជាអនាគតដែរមិនទាន់កាត់ឡើងទេហើយដល់ពេលអតីតកាលនេះថារឿងរ៉ាវដែលកន្លងផុតហើយអតីតកាលហ្នឹងគឺរឿងរ៉ាវដែលកន្លងផុតហើយ1នាទីមុនក៏ដោយដូចមិនខ្ញុំថាគាត់ហ្នឹង1នាទីកន្លងផុតហើយវាគឺជាអតីតកាលហើយវាមិនមែនមានអនាគតកាលទេប៉ុន្តែថា5នាទីទៀត10នាទីទៀតខ្ញុំត្រូវទៅបរៀននៅលើអានោះគឺជាអនាគតអញ្ចឹងពាក្យថាអនាគតគឺរឿងដែលមិនទាន់កើតឡើងអតីតកាលគឺជារឿងដែលកើតឡើងរួចរាល់ហើយយល់បានទេអញ្ចឹងចាអញ្ចឹងឧទាហរណ៍អានេះអានម៉េចមិនបានចេញចាមីងធានអីគេចាមីងធានវ៉ាពូអានេះមិនដូចមិនទៅជាពូទេបដូរជាពូដោយសារអីគេនៅមុខវាគឺជាសលេងទី4ចាហ្នឹងរៀនហើយណាមិនថាអានេះវីដេអូនេះដែលថតតយថាអនឡាញដែរហ្មងទៅមិនថាថ្នាក់អនឡាញគឺថាយើងរៀនហើយឯងពូនៅពីមុខពូអក្សរដែលនៅពីមុខពូនោះជាសលេងទី4ពូនឹងឡើងទៅជាទី4ទៅជាទី2អានថាពូចាពូឈីសាំងប៉ានចាមីងធានវ៉ាពូឈីសាំងប៉ានអញ្ចឹងពូនេះគេប្រាប់ថាគឺជាអនាគតកាលបញ្ជាក់ប្រាប់ថាមិនបានធ្វើអ្វីមួយមិនចង់ធ្វើអ្វីមួយនៅអនាគតកាលអញ្ចឹងមីងធានហ្នឹងគឺជាថ្ងៃអីចាមីងធានគឺជាថ្ងៃស្អែកខ្ញុំមិនបានទៅធ្វើការអញ្ចឹងថ្ងៃស្អែកហ្នឹងគឺជាអនាគតកាលគឺយើងប្រើពាក្យថាមីងធានចាមីងធានអ៊ូពូឈីសាំងប៉ានថ្ងៃស្អែកខ្ញុំមិនទៅធ្វើការទេដល់ពេលយើងចង់ថាពាក្យអីផ្សេងក៏ដោយដែលនិយាយមិនមែនតែពាក្យហ្នឹងនិយាយក្នុងន័យអីឃ្លីអីដែលចង់មិនប្រាប់គេថាមិននេះគេប្រាប់ប្រើនៅក្នុងអនាគតកាលបញ្ជាក់ប្រាប់ថាយើងមិនបានធ្វើរឿងអ្វីមួយឲ្យតែអនាគតកាលនិយាយរឿងអីរឿងទៅយើងប្រើពាក្យថារឿងណាមិនទាន់កាត់ឡើងយើងចង់បដិសេធរឿងណាមិនទាន់កាត់ឡើងហ្នឹងគឺប្រើពាក្យថាពូតោះនេះជាអ្នកជឿអានេះគឺពាក្យថាជ័រធានចាជ័រធានមិនថាយើងមិនថាសិស្សអនឡាញគឺរៀនហើយឯងជ័រធានគឺម្សិលមិញចាជ័រធានហ្នឹងគេថាម៉ៃឡាយខាន់វ៉ាចាជ័រធានថាម៉ៃឡាយខាន់វ៉ាអញ្ចឹងពាក្យជ័រធានគឺជាម្សិលមិញគឺជាអតីតកាលអតីតកាលចាគឺជាអតីតកាលអតីតកាលហ្នឹងតែមួយទេចាអតីតកាលហ្នឹងគឺរឿងដែលកន្លងផុតហើយគឺម្សិលមិញកុំថាឡើយម្សិលមិញតែប្រហែលនាទីមុនហ្នឹងក៏ជាអតីតកាលដែរអញ្ចឹងជ័រធានហ្នឹងគឺថាម៉ៃឡាយខាន់វ៉ាម្សិលមិញគាត់មិនបានមកមើលខ្ញុំចាមិនបានមើលខ្ញុំទេអញ្ចឹងម្សិលមិញគាត់បានមើលខ្ញុំហ្នឹងគឺជារឿងដែលកន្លងផុតអញ្ចឹងគេប្រើពាក្យថាម៉ៃចឹងមិនថានិយាយឃ្លីអីក៏ដោយឲ្យថាអនាគតដែលយើងចង់បញ្ជាក់ថាមិនធ្វើអ្វីមួយមិនធ្វើរឿងអ្វីមួយហ្នឹងគឺយើងប្រើថាពុដល់ពេលអតីតកាលរឿងដែលកន្លងផុតហើយបញ្ជាក់ប្រាប់ថាមិនធ្វើអ្វីមួយមិនចង់ធ្វើអ្វីមួយឬមិនធ្វើអ្វីមួយហ្នឹងគឺប្រើពាក្យថាម៉ៃអញ្ចឹងពុប្រើនៅពេលណាម៉ៃប្រើនៅពេលណាទិញអាពីរនេះខ្លួនឯងពុមិនទៅកទេប្រើនៅក្នុងអនាគតកាលបញ្ជាក់ប្រាប់ថាយើងមិនបានធ្វើរឿងអ្វីមួយម៉ៃមិនទៅកទេប្រើនៅក្នុងអតីតកាលប្រាប់បញ្ជាក់ប្រាប់ថាយើងមិនបានធ្វើរឿងអ្វីមួយតោះមកអានេះគឺជាឧទាហរណ៍ដើម្បីយើងងាយយល់បើកាលណាបញ្យល់ឲ្យគ្នាឧទាហរណ៍យើងពិបាកយល់ចឹងពុនឹងម៉ៃនេះបើយើងអត់យល់គឺយើងមើលតែអានេះទៅយើងនឹងនឹកឃើញហើយថាមិនទៅអនាគតកាលតែមុននឹងចូលហ្នឹងត្រូវស្គាល់អីទៅជាអនាគតកាលអីទៅជាអតីតកាលហ្នឹងតោះចុះនេះហបងស្រាអឹងហអឹងហឹងលេខទី2ចុះនេះស៊ីបងស្រាអេនស៊ីអេនលេខទី1ស្មើចាក្នុងភាសាចិនឲ្យតែគេប្រើជាមួយគ្នាអាយហ្នឹងគេដាក់បតអញ្ចឹងទេគេដាក់បែបហ្នឹងហ្មងអញ្ចឹងពាក្យហ្នឹងអានថាហឹងសេនព្យាយាមឬក៏ចិត្តព្យាយាមអញ្ចឹងពាក្យថាហឹងសិនគឺបងអានពីរទី1ព្យាយាមទី2ចិត្តព្យាយាមហឹងសិនពូគាត់ចកស្មើមិនខ្វល់ថាធ្វើអ្វីយោហឹងសិនត្រូវមានចិត្តព្យាយាមតែដល់ពីរនេះគឺព្យាយាមអស់និយាយហត់ចុះនេះអីគេស៊ឺបងស្រាអិនស៊ឺអិនទី2ចាចុះនេះ
chi bầu sá ing chi ing tên đi môi bên hàn thá sần chinh trà sần chinh đấy cứ sò say sàn mày hà bị chê đấy nó ngỏ của mày là cái gì bây giờ sẽ đằng đây dương cũng vô nó pra chê cái còn là dương tục ơi cái trong chê nè cái nè cái gì mới dương đằng ô cái trong hai dương say sao tất nè sẽ mà đai cắt bắp cái gì cầm con đấy ní sần chinh lo sẽ cầm con o côn gây tiệt dương cái trò đấy mày cái chê o côn là sao cái này cho đạp cho dương riêng mình vô tập pra chê cái tục sửa tục ở đằng ai cái gì ấy viện ấy hằng xén chia diêm được chặt chia diêm và ca chỉ phải vô cái cừu nè môi phong sần chinh sờ say prasad và ca chỉ phải vô cái cừu nè môi phong ở bên đại ủa sần chinh lời đó khi mà say prasad thôi đằng này sẽ dư ao để trên chỉ phải vô chà thinh xoa đạp lử đây ủa thinh xoa tha xoa ní dấu sần chinh là ban được nè ao để trên chỉ phải vô